ស្រីស្អាតម្នាក់ព្រោះតែចង់រក្សាក្រុមហ៊ុនដែលជាទ្រព្យសម្បត្តិរបស់ម្ដាយនាងក៏បានទៅរកប្រុសម្នាក់នៅក្លឹបកំសាន្តមួយកន្លែងដើម្បីជួយបង្កើតកូនឲ្យនាងនៅទីនោះមានមនុស្សប្រុសជាច្រើនសម្រាប់ឲ្យនាងជ្រើសរើសតែមនុស្សប្រុសទាំងអស់នោះគឺសុទ្ធតែជាប្រភេទមនុស្សដែលធ្វើឲ្យនាងមិនពេញចិត្តពេលនោះមេការបានហៅបុរសម្នាក់ដែលនាងបានជួបគេដោយចៃដន្យនៅពេលដែលគេលើរូបគេតែម្ដងហើយនាងក៏បានសួរនៅឈ្មោះរបស់គេតែបុរសម្នាក់នោះមិនបានចងចាំនៅឈ្មោះពិតរបស់គេនោះទេក្រោយពីគេបានរងនៅគ្រោះថ្នាក់ចរាចរណ៍ពេលនោះស្ត្រីដែលជាមេការបានប្រាប់ថាគេគឺឈ្មោះអាស៊ីហើយបុរសម្នាក់នោះក៏បានប្រាប់ទៅកាន់ស្រីស្អាតម្នាក់នោះតាមអ្វីដែលមេការបានប្រាប់គេដែរដោយឃើញបុរសនោះមានរូបរាងសង្ហាស្រីស្អាតដែលមានធ្វើឲ្យនាងសប្បាយចិត្តដោយគេបានទាញដៃរបស់សារ៉ាដាក់លើដើមទ្រូងរបស់គេធ្វើឲ្យនាងបានស្ទាបនៅសាច់ដុំដ៏រឹងមាំរបស់គេបន្ទាប់មកសារ៉ាក៏បាននាំអាស៊ីមកផ្ទះរបស់នាងដោយនៅតាមផ្លូវពួកគេបានជួបជាមួយដាញ៉ែលនិងជីស៊ីកាដែលត្រូវជាអតីតសង្សារនិងប្អូនស្រីឪពុកតែមួយតែម្ដាយផ្សេងគ្នារបស់នាងពួកគេទាំងពីរបានធ្វើការនិយាយឌឺដងទៅកាន់សារ៉ាថាបងស្រីបងមកទីនេះដើម្បីរកប្រុសកំដរមែនទេហើយសារ៉ាវិញថានេះជេស៊ីកានាងគឺជាកូនចុងដែលគ្រូសាគីនរើសយកមកប៉ុណ្ណោះចឹងនាងគ្មានសិទ្ធិអីហៅខ្ញុំថាជាបងស្រីរបស់នាងនោះទេហើយចំណែកបុរសម្នាក់នោះគេគ្រាន់តែជាសម្រាមដែលខ្ញុំបោះចោលប៉ុណ្ណោះចឹងអ្នកទាំងគឺស័ក្តិសមនឹងគ្នាណាស់និយាយរួចពួកគេទាំងពីរក៏បានដើរចេញនៅពេលដែលមកដល់ពិតមែនហើយនាងសួរគេទៀតនៅក្នុងក្លឹបពួកគេមានបង្រៀនលោកពីរបៀបបង្កើតកូនដែរទេអាស៊ីមិនឆ្លើយនោះទេដោយគេបានលើកបីសារ៉ាឡើងហើយយកនាងទៅបន្ទប់គេងដើម្បីបង្ហាញចម្លើយតែម្ដងនៅថ្ងៃបន្ទាប់សារ៉ាបានប្រជុំនៅក្រុមហ៊ុនពេលនោះប៉ារបស់នាងបានប្រកាសដកតំណែងជាប្រធានក្រុមរបស់នាងឲ្យទៅជាស៊ីកាដែលជាកូនចុងរបស់គាត់ជំនួសវិញតែសារ៉ានាងមិនព្រមពួកគេក៏បានប្រកែកគ្នារហូតធ្វើឲ្យលោកប៉ារបស់នាងបានដាក់នៅលក្ខខណ្ឌប្រកួតប្រជែងមួយដល់ពួកគេដោយគាត់បាននិយាយថាយើងនឹងហើយឮដូចនោះពួកគេទាំងពីរបានយល់ព្រមតែជាស៊ីកាបាននិយាយទៅកាន់សារ៉ាថាបើសិនជាសារ៉ាចាញ់នៅការប្រកួតនេះនាងមិនត្រឹមតែបាត់បង់នៅតំណែងជាប្រធានទេនាងថែមទាំងចង់ឲ្យសារ៉ាចេញពីក្រុមហ៊ុនគីននេះទៀតផងសារ៉ាបានទទួលយកនៅលក្ខខណ្ឌនោះហើយនាងក៏ដាក់លក្ខខណ្ឌដូចគ្នានេះចំពោះជាស៊ីកាវិញដែរនិយាយហើយជាស៊ីកាក្រុមហ៊ុនប្រោនោះរួចរាល់ហើយគេថែមទាំងប្រាប់បុគ្គលិកនៅទីនោះឲ្យធ្វើយ៉ាងណាមិនឲ្យសារ៉ាអាចជួបលោកស្រីគ្រួសារប្រោនបានទៀតផងរឿងនោះបានធ្វើឲ្យជាស៊ីកាសប្បាយចិត្តខ្លាំងណាស់ដោយនាងបានគិតថានាងប្រកាសជាអាចយកឈ្នះសារ៉ាដោយញីមិនខានបន្តិចក្រោយមកសារ៉ានិងអាស៊ីបានមកដល់ក្រុមហ៊ុនប្រោនដោយពួកគេបានប្រាប់អ្នកធ្វើការនៅទីនោះថាពួកគេចង់ជួបអ្នកស្រីប្រោនតែបុគ្គលិកនៅទីនោះគឺមិនស្វាគមន៍ពួកគេនោះទេបន្តិចក្រោយមកជាស៊ីកាបានមកដល់បុគ្គលិកនៅទីនោះគឺមើលទៅដូចជារាក់ទាក់ជាមួយនាងខ្លាំងណាស់ឃើញដូចនោះជាស៊ីកាក៏បានបែរមកនិយាយចំអកដាក់សារ៉ាថាបងស្រីខ្ញុំនឹងធ្វើឲ្យបងស្រីខ្មាស់គេគ្រប់គ្នានៅក្នុងក្រុមហ៊ុនហើយខ្ញុំនឹងយកអ្វីគ្រប់យ៉ាងដែលជារបស់បងទៀតផងសារ៉ាបានតបថាមនុស្សស្រីដែលគ្រាន់តែគ្រួសារខ្ញុំរើសមកចិញ្ចឹមសោះមានសិទ្ធិអីមកចង់បានរបស់ខ្ញុំពេលនោះអ្នកគ្រប់គ្រងម្នាក់ដែលជាគ្នារបស់ដាញ៉ែបានដើរចូលមកហើយធ្វើការរាក់ទាក់ចំពោះជាស៊ីកាហើយជាស៊ីកាក៏បានប្រាប់អ្នកគ្រប់គ្រងនោះឲ្យដេញសារ៉ានិងអាស៊ីចេញអ្នកគ្រប់ពេលនោះអ្នកគ្រប់គ្រងម្នាក់នោះបានមើលមកកាន់សារ៉ាដោយគេនិយាយថាបងស្រីនាងពិតជាស្រស់ស្អាតមែនទែនជាស៊ីកាក៏បាននិយាយទៅវិញថាតើលោកចាប់អារម្មណ៍នាងមែនទេបើលោកពិតជាចូលចិត្តនាងខ្ញុំនឹងធ្វើឲ្យនាងឡើងក្រែជាមួយលោកបានបង្កើតកូនភ្លាមលោកស្រីប្រោនក៏យកក្រដាស់កិច្ចសន្យា 1000 លាននោះហែកចោលភ្លាមធ្វើឲ្យជាស៊ីកាសប្បាយចិត្តភ្លាមព្រោះនាងគិតថាលោកស្រីរ៉ូននឹងលែងសហការជាមួយសារ៉ាទៀតហើយតែផ្ទុយទៅវិញលោកស្រីប្រោនបែរជាថែមទុនថ្មីរហូតដល់ 10,000 លានជំនួសវិញពីព្រោះគ្រួសារប្រោនក៏កំពុងតែត្រូវការអ្នកបន្តវេនដែរជាស៊ីកាបានព្យាយាមជំទាស់តែលោកស្រីប្រោនបានបញ្ជាឲ្យកូនចៅបណ្ដេញពួកនាងចេញហើយលោកស្រីប្រោនក៏ស្រែកប្រាប់សារ៉ាថាឲ្យនាងយកកូនឲ្យច្រើនទៅគ្រួសារគាត់មិនខ្វះលុយចិញ្ចឹមពួកគេទេពេលនោះដេវីតក៏បានប្រាប់ថាបើគាត់នៅតែនិយាយបែបនេះទៀតគម្រោងការរបស់ Michael នឹងបែកការមិនខានពេលនោះលោកស្រីប្រោនក៏បានបិទមាត់ហើយសារ៉ាពីក្រុមហ៊ុននិយាយរួចពួកគេក៏បានដើរចេញធ្វើឲ្យជាស៊ីកានាងខឹងខ្លាំងណាស់នាងក៏បានខលឲ្យគ្នារបស់នាងរៀបចំផែនការធ្វើយ៉ាងណាមិនឲ្យសារ៉ាអាចទៅដល់ក្រុមហ៊ុនបាននៅថ្ងៃស្អែកចំណែកឯសារ៉ានិង Michael ក៏បានមកដល់ផ្ទះសារ៉ាបានសួរទៅកាន់គេថានៅក្នុងក្រុមហ៊ុនប្រោនកាលពីព្រឹកមិញនាងមានអារម្មណ៍មិនថាចម្លែកណាស់តើលោកដេវីតនិងអាស៊ីដែលជាប្រុសស្នេហ៍របស់នាងស្គាល់គ្នាមែនទេនាងបញ្ជាឲ្យអាស៊ីនិយាយតាមត្រង់ដោយមិនអាចនិយាយកុហកបានអាស៊ីក៏បានប្រាប់ថាថ្ងៃមួយលោកដេវីតគេបានផឹកស្រានៅក្លឹបភ្លាមស្រាប់នាងនិយាយកាត់ថាតើលោកដេវីតមករកប្រុសកំដរមែនទេម៉ៃមិនបានតបធ្វើឲ្យសារ៉ាគិតថាដេវីតបានព្យាយាមរត់គេចចេញពីពួកគេនឹងធ្វើការខលទៅកាន់អាស៊ីដែលជាប្រុសស្នេហ៍របស់នាងតែមិនទាន់ទាំងបាននិយាយអីផងសារ៉ាក៏ត្រូវបានក្រុមមនុស្សទាំងនោះចាប់បានបើចង់ដឹងថាសារ៉ានឹងទៅជាយ៉ាងណាសូមបងអូនមេដាជួយចុច Subscribe Channel នេះផងដើម្បីមើលភាគបន្តទៀត